សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតស្ដីអំពីការទិញលក់កាក់ cryptocurrency នៅលើ app Exchange Binance តាមរយៈ Spot ឬយើងហៅថា Spot Trading ដើម្បីធ្វើការទិញលក់ cryptocurrency បានយើងចូលទៅកាន់ app របស់ Binance នៅលើទូរស័ព្ទដៃយើងចូលទាំងអស់គ្នាតែពេលយើងបើក app របស់ Exchange Binance ហើយយើង log in ចូល account របស់យើងក្រោយពីយើង log in ចូល account របស់យើងហើយវាបង្ហាញ interface ដូចក្នុងទូរស័ព្ទដៃហ្នឹងការបង្ហាញនេះគឺយើងឈរនៅលើ Pro account ដោយខ្ញុំបានបង្ហាញកាលពីវីដេអូមុនក្នុង app Binance វាមាន Live account និង Pro account គេហៅ Binance Live និង Binance Pro បើសិនជាយើងមិនទាន់បានចូលក្នុង Binance Pro ទេអញ្ចឹង account យើងនៅ Live account យើងត្រូវចុចលើសញ្ញារូប logo របស់ Binance នៅខាងឆ្វេងដៃលើគេហ្នឹងចុចហើយយើងមើលខាងក្រោមវិញក្នុងប្រអប់ហ្នឹងគេថា Binance Pro អញ្ចឹងយើងចុចលើ Binance Pro ហ្នឹងទៅយើងនឹងបាន account របស់យើងជា Pro account យើងក៏លេខមកមើលជួរខាងក្រោមមាន5 icon ពេលយើងចូលមកភ្លាមយើងនៅលើ button home ហើយប៊ូតុងបន្ទាប់គឺ market ប៊ូតុងកណ្ដាលគេគឺ trade ប៊ូតុងបន្ទាប់ future និង asset នៅលើប៊ូតុង home វាបង្ហាញជាលក្ខណៈរួមបាទនៅកណ្ណាដែលយើងពេញចិត្តនៅ favorite hot alpha new នៅប៊ូតុង market បង្ហាញពីតម្លៃរបស់កាក់ហើយនឹងភាគរយឡើងចុះរបស់កាក់ហើយនៅប៊ូតុង trade នឹងបង្ហាញ interface យើងទិញលក់កាក់នឹងបានហើយប៊ូតុង future សម្រាប់យើងចូលទៅ trade កាក់ទៅលើ future ហើយប៊ូតុងចុងក្រោយប៊ូតុង asset ហ្នឹងអញ្ចឹងដើម្បី trade លើ spot បានឬក៏ទិញកាក់តាមរយៈ spot ហ្នឹងយើងចុចលើ trade ប៊ូតុងកណ្ដាលគេក្រោមហ្នឹងក្រោយពីយើងចុចប៊ូតុងកណ្ដាលហើយនៅខាងលើយើងត្រូវឈរលើ spot ហើយនៅក្រោម spot ហ្នឹងយើងមាន pair របស់កាក់បានគូរបស់កាក់ដែលយើងអាចជ្រើសរើសធ្វើការទិញឬក៏លក់បានយើងដើម្បីជ្រើសរើសកាក់ទិញលក់បានយើងត្រូវចុចលើសញ្ញាព្រួញចុះក្រោមហ្នឹងចុចទៅយើងចុចកន្លែង search ហ្នឹងយើងស្គាល់កាក់ណាដែលយើងត្រូវការទិញឬក៏លក់យើងចុចឈ្មោះវាមកយើងបែកឧទាហរណ៍ថា Bitcoin BTC អញ្ចឹងវាបង្ហាញមក Bitcoin ធៀបជាមួយអីធៀបជាមួយ USDT លើគេជាមួយ FDUSD Bitcoin USDC បន្តមកក្រោមទៀតអញ្ចឹងដោយសារយើងមានប្រភេទកាក់ USDT US Dollar Tether នៅក្នុង account អញ្ចឹងយើងយកអាទី1ដើម្បីធ្វើការទិញ Bitcoin បានអញ្ចឹងយើងចុចទៅយើងឃើញគូរបស់ Bitcoin ធៀបជាមួយនឹង US Dollar Tether អានថា USDT ហ្នឹងជា stable coin ដែលប្រើសម្រាប់ទិញកាក់ផ្សេងឬក៏យើងអាចទិញតាមរយៈ P2P ផ្សេងនៅលើ exchange ឬក៏នៅលើ platform ពីធនាគារឲ្យបាននៅខាងក្រោមគូកាក់ដែលយើងជ្រើសរើសឬក៏ pair cryptocurrency pair ដែលយើងជ្រើសរើសនោះវាខាងក្រោមស្វែងដៃហ្នឹងគឺគេហៅថា order book ក្នុង order book នោះមានមាន sell order និង buy order នៅពណ៌ក្រហមខាងលើគឺជា sell order នៅផ្នែកខាងក្រោមពណ៌បៃតងគឺជា buy order បានថាអ្នកលក់អ្នកទិញគឺដាក់តម្លៃរងចាំទិញកាក់ Bitcoin នៅតម្លៃណាមួយអញ្ចឹងតម្លៃដែលគេដាក់ហ្នឹងគឺ load នៅក្នុង order book ហ្នឹងហើយនៅផ្នែកខាងស្ដាំដៃនេះគឺជាកន្លែងដែលយើងអាចធ្វើការទិញឬក៏លក់កាក់បានឧទាហរណ៍ថាយើងឥឡូវនេះឈរលើ buy បើយើងចង់ sell យើងចុចលើ sell ខាងស្ដាំដៃហ្នឹងអញ្ចឹងឧទាហរណ៍ថាយើងចង់ទិញកាក់ Bitcoin នៅខាងក្រោម buy ហ្នឹងវាមាន limit នេះគឺជាតម្លៃដែលអាចយើងកំណត់តម្លៃណាមួយក្នុងការទិញកាក់នៅក្រោមតម្លៃទីផ្សារបច្ចុប្បន្នឧទាហរណ៍ថាកាក់បច្ចុប្បន្ន 113,000
អញ្ចឹងយើងអត់ចង់ទិញតែ 13000 ទេយើងទិញចង់ទិញតែ 10000 គត់នៅចំនួនកាក់ប្រមាណដែលយើងចង់ទិញ amount BTC ហ្នឹងចំនួនកាក់ដែលយើងចង់ទិញឧទាហរណ៍មួយកាក់អញ្ចឹងវាទៅអស់ 110,000 ខាងក្រោមប៉ុន្តែយើងអត់មានលុយដល់ 110,000 ទិញមួយកាក់ទេទិញ Bitcoin មួយកាក់ទេអញ្ចឹងឧបមាថានៅខាងក្រោមហ្នឹងយើងអាចទាញសញ្ញាជ្រុងហ្នឹងយើងទាញសញ្ញាជ្រុងទាញមកឧបមាយើងទាញតែ 50% យើងទិញ 50% បានថាយើងចាយអស់ $26.4 ដែលលុយយើងមាន$50 ជាងហ្នឹងអញ្ចឹងបើសិនបើយើង scroll មកក្រោមយើងឃើញ balance available ថាទឹកលុយសមតុល្យរបស់យើងដែលមានហ្នឹងគឺ 54.34 ហើយយើងអាចទិញកាក់ទាំងអស់លុយទាំងអស់ហ្នឹងបាន 0.03 ដងហើយ49 BTC ហើយ fee វានៅខាងក្រោមហ្នឹង fee វានៅខាងក្រោម0ប្រហែលដង 0.6 ដង .18 ហ្នឹង fee ពេលដែលយើងទិញ BTC ក្នុងតម្លៃក្នុងចំនួនទឹកប្រាក់ 54.34 USDT ហ្នឹងអញ្ចឹងយើងអត់ទិញទាំងអស់ទេយើងដាក់តែពាក់កណ្ដាលទេ 50% ហើយយើងកំណត់តម្លៃទិញនៅ 110,000 អញ្ចឹងយើងចុច buy Bitcoin ប៊ូតុងពណ៌បៃតងហ្នឹងចុចបាញ់ទៅយើងចុច confirm ពេលយើងចុច buy Bitcoin ហើយ confirm រួចយើងឃើញខាងក្រោមយើងបានជួខាងក្រោមហ្នឹងយើងឃើញ open board order ហ្នឹងយើងឃើញ open border មាន1ហើយកន្លែង holding មាន2ហ្នឹងដោយសារខ្ញុំនៅជាប់កាក់ផ្សេងហ្នឹងវាតិចតួចនៅក្នុងហ្នឹងអញ្ចឹងយើងបានបើក order បានថាបើក position 1អញ្ចឹងនៅខាងក្រោមនេះបើ position នេះយើងមើលឃើញថា BTC Bitcoin ជាមួយ USDT វាប្រភេទជា limit buy បើយើងលក់វាថា limit sell ទិញពណ៌ក្រហមកន្លែងហ្នឹងអញ្ចឹងកន្លែង fill និង amount ហើយនឹង price fill amount ហ្នឹងបើសិនជាយើងវា fill Bitcoin 0.03 ដង 24 ហើយតម្លៃហ្នឹងតម្លៃ 110,000 គត់អញ្ចឹងមួយទៀតបើសិនជាយើងអត់ចង់ទិញតម្លៃ limit order ហ្នឹងទេយើងទិញតម្លៃទីផ្សារបច្ចុប្បន្នអញ្ចឹងយើងចុចឲ្យកន្លែងសញ្ញាព្រួញចុះក្រោមកន្លែង limit ហ្នឹងចុចមកយើងជ្រើសរើសយក market ពេលយើងជ្រើសរើស market វាអត់មានតម្លៃកំណត់ឲ្យយើងដាក់ទេយើងពេលយើងចុចទិញគេឲ្យតម្លៃទីផ្សារបច្ចុប្បន្នមកយើងឧទាហរណ៍ថាយើងទិញប្រមាណ USDT ឧបមាថាយើងទិញ20 USDT ទិញ Bitcoin តែ20 USDT ទេ20 USDT ប៉ុន្តែយើងមើលខាងក្រោមយើងមានលុយ27 USDT ជាងអញ្ចឹងយើងទិញតែ20ឬក៏យើងអាចទាញទាំងអស់នេះមកទាញសញ្ញាជ្រុងហ្នឹងឲ្យផុតមកបានថាយើងទិញ 100% គឺលុយទាំងអស់អញ្ចឹងបើសិនជាយើងចង់ទិញ Bitcoin យើងចុច buy Bitcoin ចុច confirm យើងមើលខាងក្រោមនៅកន្លែង hold ហ្នឹងយើងឃើញយើង buy Bitcoin មិញយើងមាន 0.03 ដង 23 Bitcoin ហើយតម្លៃដែលយើងទិញហ្នឹង 112,926 ហើយតម្លៃបច្ចុប្បន្នហ្នឹងអាចុងហ្នឹង 113,000 ជាង holding 3 position អញ្ចឹងយើងមើលកន្លែង open order កន្លែង order មិញហ្នឹងវាអត់ធ្លាក់ដល់ហ្នឹងទេយើងលុបវាចោលចុចកន្លែង cancel នេះមកវានឹងបាត់open order របស់យើងនៅសល់តែ holding position អញ្ចឹង Bitcoin ដែលយើងទិញមិញគឺវាធ្លាក់បន្តិចអញ្ចឹងមួយទៀតបើសិនបើយើងចង់មើលជាឆាតយើងចុចលើសញ្ញា candlestick ពីនៅខាងស្ដាំដៃចិត្តលើហ្នឹងគឺចុចមកយើងវាបង្ហាញនៅឆាតដែលយើងឃើញនៅក្នុងហ្នឹងវាបង្ហាញពីតម្លៃរបស់ Bitcoin តម្លៃបច្ចុប្បន្នហ្នឹងហើយនៅខាងស្ដាំដៃបង្ហាញពីតម្លៃខ្ពស់បំផុតរយៈពេល24ម៉ោងហ្នឹងគឺ 113,795 ហើយ volume Bitcoin ដែលធ្វើការ trade ក្នុងរយៈពេល24ម៉ោងហ្នឹងគឺ 32,368 ហើយតម្លៃដែលទាបក្នុង24ម៉ោង 19,886 ហើយបើគិតជា US ដុល្លារ
header រយៈពេល24ម៉ោងនោះគឺ 3.63 billion USDT អញ្ចឹងនៅលើ chart candlestick ហ្នឹងយើងឈរនៅលើ time frame 15នាទីបើយើងចង់ដូរ time frame ទៅ1ម៉ោងយើងចុចលើ 18 អញ្ចឹងយើងឈរនៅលើ time frame 1ម៉ោង time frame 1ម៉ោងឬក៏15នាទីហ្នឹងវាបង្ហាញមកបកគោលលើ1ម៉ោងឬ15នាទីតាមយើងជ្រើសរើស time frame បើសិនជាយើងឈរលើ 18 អញ្ចឹងគឺតំណាងឲ្យ1ម៉ោងអញ្ចឹងយើង back មកវិញយើងចូលនៅ platform ចាស់ដែលយើងចូលទិញលក់មិញអញ្ចឹងយើងចង់ដូរកាក់ផ្សេងដែលយើងចង់ទិញកាក់ផ្សេងឧទាហរណ៍ថាយើងចង់ទិញកាក់ណាមួយអញ្ចឹងបើថាយើងស្គាល់កាក់ណាមួយឧបមាថាយើងវាយ linear មកយើងឃើញ linear ធៀបជាមួយ USDT អញ្ចឹងយើងមាន USDT យើងត្រូវយក linear ធៀបជាមួយ USDT យើងអត់អាចទិញ linear ធៀបជាមួយ FDUSD បានទេឬក៏ខាងក្រៅក៏បានទេយើងចុចលើអញ្ចឹងតម្លៃ linear 0.020 គុណ15អញ្ចឹងបើសិនជាយើងចង់ទិញ linear តម្លៃទីផ្សារបើយើងឈរនៅលើ market នេះចូលលើ market ផ្សារយើងដាក់ចំនួន USDT ដែលយើងចង់ទិញ linear ឧបមាថាយើងដាក់បើសិនជាយើងចង់ទិញ linear ទាំងអស់លុយ USDT ដែលយើងមានយើងទាញប្រអប់ជ្រុងនឹងមកឲ្យផុតមកអញ្ចឹងបានន័យថាយើងចំណាយ 27.24066 USDT ដើម្បីទិញ linear យើងបានសរុប 1353 linear អញ្ចឹងយើងចុច buy មក buy linear មកយើងនឹងបានកាក់ចុច buy linear ចុច confirm អញ្ចឹងយើងឃើញនៅក្នុង holding យើងមាន3អញ្ចឹងខាងលើហ្នឹងគឺ linear ដែលយើងទិញមិញបានទិញយើងអាចចូលក្នុង asset របស់យើងឃើញចូលក្នុង asset នៅក្នុង overview យើងចុចកន្លែង crypto មានឯកន្លែងយើងមាន linear 1351 linear ជាងហើយនឹង bitcoin 0.0023976 នៃយើងចង់លក់កាក់ linear វិញទៅតាម limit អញ្ចឹងយើងត្រូវចុចកន្លែង market ហ្នឹងហើយបន្ទាប់មកយើងជ្រើស limit បន្ទាប់មកយើងបញ្ចូលតម្លៃដែលយើងចង់លក់ 0.025 មកលក់វិញហើយយើងទាញសញ្ញាប្រអប់ជ្រុងហ្នឹងឲ្យផុតមកបានហើយយើងលក់ linear ទាំងអស់វិញអញ្ចឹងយើងមកក្រោមមកយើងចុច sell linear ចុច confirm ហើយយើងមើលនៅក្នុង open order យើងមានមួយ open order អញ្ចឹងយើង sell នៅ linear ហ្នឹង1351នៅតម្លៃ 0.025 បើសិនតែវាឡើងដល់តម្លៃហ្នឹងកាក់ហ្នឹងលក់អូតូក៏យើងដូច្នេះវីដេអូបង្ហាញពីការទិញលក់ cryptocurrency លើ app Exchange Binance សូមបញ្ចប់តែប៉ុណ្ណេះប្រសិនបើបងប្អូនមានចម្ងល់ចង់សួរនៅចំណុចណាមួយស្ដីអំពីការទិញលក់កាក់នៅលើ app Exchange Binance តាមរយៈ spot អាចដាក់ comment ខាងក្រោមហើយកុំភ្លេចចុច subscribe channel របស់ខ្ញុំដើម្បីទទួលបានវីដេអូបន្តទៀត